ចិននិងរុស្ស៊ីតម្លៃរាប់រយលានដុល្លារត្រូវបានរាយការណ៍ថាបានងងឹតភ្នែកវង្វេងទិសមុនពេលកងកម្លាំងអាមេរិកនិងអ៊ីស្រាអែលវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026គេហទំព័រ Global Defense Corps បានរាយការណ៍នៅថ្ងៃទី1ខែមីនាថាយន្តហោះជ្រែកមេឃកំទេចរ៉ាដា EA-18G Growler របស់អាមេរិកបានដកភ្នែករ៉ាដារបស់ចិន model YLC-8B និង Tape 305A ធ្វើឲ្យវាមិនអាចរកឃើញឬក៏ចាប់បានសូម្បីតែដានរបស់យន្តហោះអាមេរិកនិងអ៊ីស្រាអែលយន្តហោះនេះបានហោះចេញពីនាវាផ្ទុកយន្តហោះ USS Abraham Lincoln ចូលទៅក្នុងដែនអាកាសអ៊ីរ៉ង់បញ្ចេញប្រព័ន្ធប្រឆាំងវិទ្យុសកម្មនិងសម្អាតខួរក្បាលរ៉ាដារបស់អ៊ីរ៉ង់ដើម្បីបំផ្លាញសមត្ថភាពរកឃើញនិងតាមដានគោលដៅរបស់រ៉ាដាចិនទាំងពីរប្រភេទរ៉ាដាចិនលំដាប់ខ្ពស់ YLC-8B មានតម្លៃប្រហែលជា$50 លានក្នុងមួយឈុតវាត្រូវបានផ្សព្វផ្សាយថាអាចស្ទាក់ចាប់យន្តហោះចម្បាំងបំបាំងកាយទំនើបចុងក្រោយរបស់អាមេរិករួមទាំង F-35 ផងចំណែករ៉ាដា AESA ប្រភេទ Tape 305A ដែលមានតម្លៃប្រហែលជា$40 លានត្រូវបានផ្សព្វផ្សាយថាអាចរកឃើញយន្តហោះអាមេរិករួមទាំង F-22 Raptor នៅដំណាក់កាលដំបូងនៃប្រតិបត្តិការក៏ប៉ុន្តែ Global Defense Corps បានស្រង់សម្ដីកងទ័ពជើងទឹកអាមេរិកថាយ៉ាងហោចណាស់មានរ៉ាដា Tape 305A ចំនួន4ឈុតនិង YLC-8B ចំនួន2ឈុតមិនដំណើរការទេក្នុងអំឡុងពេលប្រតិបត្តិការដែលធ្វើឲ្យបណ្ដាញការពារអាកាសអ៊ីរ៉ង់ខ្វះសមត្ថភាពទប់ទល់ការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលរ៉ាដារបស់ចិនទាំងពីរប្រភេទនេះត្រូវភ្ជាប់ទៅនឹងប្រព័ន្ធបាញ់មីស៊ីលការពារអាកាស S-300 និង S-400 ដែលអ៊ីរ៉ង់ទិញពីរុស្ស៊ីក៏ប៉ុន្តែដោយសារតែរ៉ាដារបស់ចិនអស់កែវភ្នែកទៅហើយរ៉ាដារបស់រុស្ស៊ីក៏បាត់សមត្ថភាពតាមដានជាមួយគ្នានោះដែរនេះបើយោងទៅតាមការវិភាគរបស់ Global Defense Corps ផ្អែកទៅតាម Reuters ប្រព័ន្ធបាញ់មីស៊ីលការពារដែនអាកាស S-400 មួយឈុតរបស់រុស្ស៊ីមានតម្លៃប្រហែលជា$600 លានដែលរួមមានរ៉ាដាឧបករណ៍បញ្ជាការនិងឧបករណ៍បាញ់មីស៊ីលរុស្ស៊ីនិងចិនមិនទាន់មានប្រតិកម្មចំពោះសេចក្តីរាយការណ៍ពីការបាត់បង់សមត្ថភាពនៃរ៉ាដារបស់ខ្លួននៅឡើយទេករណីនេះក៏ដូចគ្នាផងដែរក្នុងប្រតិបត្តិការរបស់អាមេរិកចាប់ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro កាលនោះអាមេរិកក៏បានបិទភ្នែករ៉ាដារបស់ចិននិងកំទេចរ៉ាដារបស់រុស្ស៊ីដូចគ្នាខ្ញុំរស់សុធាពី News Today NTTV ត្រាទៅជំនឿធ្វើការងារបានទាំងដីគោកដីរឹងខែប្រាំងខែភាសាធ្វើចំកាក់ក៏បានរហ័សទាន់ចិត្តបងចនឌីត្រាក់ទ័រខ្លាំងរឹងមាំដៃគូជីវិតដ៏អស្ចារ្យរបស់កសិករខ្មែរមកពីអាមេរិក